រូបចម្លាក់ដែលលោកចៅកាំងលើកឡើងថាលោកតាយុលោកតាពេជ្រអីហ្នឹងមានដៃ4ដៃ8ហ្នឹងខ្ញុំបានចូលទៅស្ដាប់ងាយគេរាយរាប់ប្រាប់ភ្ញៀវទេសចរអីហ្នឹងគេថានោះជារូបព្រះនរាយអីអញ្ចឹងព្រះវិស្ណុអីនោះវិញទេថាសម្រាប់អតិទេពរបស់ព្រហ្មញ្ញសាសនាឥណ្ឌាហ្នឹងវិញថាតើមានអ្វីលោកមកចែកចង់បង្ហាញដើម្បីយកទៅប្រៀបធៀបថាដៃ4ដៃ8ដូចគ្នាប៉ុន្តែមានកាន់វត្ថុអីផ្សេងហ្នឹងដើម្បីឲ្យយើងឲ្យកូនខ្មែរនឹងងាយចំណាំថាបើមានរូបអញ្ចេះអានឹងជាខាងពុទ្ធសាសនាទេបើមានរូបកាន់អាវុធអីបែបណានោះបានពិតជារូបព្រះនរាយណ៍ឬក៏ព្រះវិស្ណុអីវិញនោះបាទហ្នឹងខ្ញុំមិនទាន់បានបន្តបាទសុំទោសមិញហ្នឹងខ្ញុំបានប្អូនសួរអំពីតើសាសនាព្រហ្មញ្ញសាសនាហ្នឹងមានសាវកប្រមាណអង្គសម្រាប់ជម្រាបម្ដងហើយថាសាវករបស់ព្រហ្មញ្ញសាសនាហ្នឹងមាន3អង្គមួយអង្គនោះគេហៅឈ្មោះថាវិស្ណុហើយអង្គទី2ហ្នឹងមានឈ្មោះថាទេវៈបាទហើយអង្គទី3ហ្នឹងមានន័យថាឈ្មោះថាព្រះនរាយណ៍អញ្ចឹងនៅក្នុងហ្នឹងអង្គវិស្ណុហ្នឹងមានកម្មគ្រឿងសម្រាប់សត្វលោកជាដូចជាកងចាក់បខណ្ឌដូចជាធ្នូសាងសិលជ័យដូចជារូបអនិករាជបាទការនៅក្នុងដៃហ្នឹងឲ្យចំណែកអង្គមួយទៀតដែលឈ្មោះថានរាយហ្នឹងមានកម្មភ្លើងមានកម្មគ្រឿងសតាវុធបាទមានច្រើនដូចជាពុខៅយៈដំបងយៈជាហៅថាសាហោបាទចឹងពីរសាហ្នឹងនៅក្នុងដៃរបស់នារីនោះឯងហើយបានសេវៈហ្នឹងអត់មានរូបទេទីបានឆ្លាក់ជាវត្ថុហ្នឹងមាន2យ៉ាងបញ្ចូលគ្នាបាទគឺទ្វាយោនីហ្នឹងកំដៅទៅលើយោនីដ៏ធំរបស់បុប្ផាវត្តតីនោះបាទយោនីរបស់នាងវត្តតីនោះហើយចំណែកលឹងហ្នឹងគឺជាលឹងរបស់ទេវៈនោះឯងហើយភាសាបាលីរបស់ខ្មែរទេវៈហ្នឹងក៏ប្រែថាជាលឹងដែរបាទប៉ុន្តែនៅក្នុងកវត្តហ្នឹងគេមិនដែលឃើញមានលឹងហ្នឹងមួយសោះឃើញសោះព្រះ3បាទខ្ញុំថាឯងជាថាព្រះទាំងអស់តើចូលឡើងជាងោអាប្រាំងលួចមួយទៅសោះ3ចំណែកសាសនាព្រហ្មញ្ញសាសនាព្រះអង្គព្រះវិស្ណុនឹងមួយព្រះនរាយណ៍នឹងមួយហើយនឹងព្រះសេវៈនោះវាត្រូវមានតែ2ទេព្រះធំហើយមានសេវៈនឹងជារូបសំណាកឲ្យយោនីឲ្យនឹងលឹងប៉ុន្តែនៅក្នុងផ្លូវចូលហ្នឹងมันមានឯណាបាទហើយនៅក៏ជាចង្អុលសំថ្ងៃចង្អុលកន្លែងដាក់ធាតុរបស់ដូនតាខ្មែរហ្នឹងថាលឹងអីសូរថ្ងៃនេះបាទវាយរបស់គេចាក់យកមាសហើយចាក់ចោលឆ្អឹងហ្នឹងហើយវាយបំបែកខ្ទេចទីហើយបានយករបស់មូលហ្នឹងទៅសង្កត់ថាហ្នឹងលឹងអីសូរចាក់ប៉ុណ្្នឹងមិនលឹងអីសូរទេបងប្អូនខ្មែរត្រាំងតែគាត់ច្រឡំធំហើយនឹងគេហៅចែកដីភាសាពីដើមនោះគេហៅត្រលឹងព្រះសាងពាន់មានដៃគេចោ16សម្រាប់ដាក់ធាតុហើយក្នុងធាតុនឹងគេតែងយកមាសទៅត្រទៀតផងចៅយកមាសគេឲ្យវាយរបស់គេចោលហើយកែឈ្មោះរបស់គេទៅលឹងអីសូរណាល្វើវាឲ្យប្រាំងតែងបាទខ្ញុំបដិសេធទាំងត្រង់ហើយខ្ញុំគិតថាថ្ងៃណាមួយខ្ញុំនឹងដើរផ្សំរូបទេសតនៅបាក់ខែងនឹងក៏មានមួយចំនួនបាទពួនក៏មានមួយចំនួនបាទយ័ន្តក៏មានមួយចំនួនដើម្បីឲ្យខ្មែរបានដឹងថានឹងជាចែកដីភាសាសពថ្ងៃពីដើមហៅប្រលឹងព្រះ3000ជាកន្លែងដាក់ព្រះធាតុមេដាបៃតាញាតិកាទាំងអស់ដែលខ្មែរយើងនឹងបានធ្វើជាមន្ត្រីធំមន្ត្រីតូចឬក៏ប្រជាពលរដ្ឋអីដែលគេមានលទ្ធភាពអាចធ្វើបានគេក៏យកលក្ខណៈរូបនឹងអញ្ចឹងដើម្បីធ្វើកន្លែងដាក់ធាតុឲ្យមានដាបៃតារបស់ពួកអ្នកទាំងអស់នៅក្នុងសម័យដើមនោះទេមិនមែនលឹងឥសូរទេបាទអញ្ចឹងយើងឃើញថានៅក្នុងកោតូចហ្នឹងឬមួយនគរអន្តពតបុរីរបស់ខ្មែរហ្នឹងมันមានរូបនឹងឯណាអត់មានទេបាទរឿងសង្គ្រាមរឿងវាយគ្នានៅក្នុងជាងនោះក៏តទៅចេះប្រវត្តិបុរាណហ្នឹងបានដឹងការពិតដែរយកខ្ញុំបានជម្រាបចឹងថារឿងមហាಭಾរតៈហើយនឹងរឿងមហាភារយុទ្ធនោះមានន័យខុសគ្នាន័យសង្ខេបហ្នឹងមានន័យថាមហាಭಾរតៈនៅក្នុងកោតូចហ្នឹងសំដៅទៅលើការសម្លាប់រហូតដល់ស្លាប់រៀងខ្លួនទៅចំណែកមហាភារយុទ្ធរបស់ខ្មែរនោះមានន័យថាកំពុងតែរៀបច្បាំងគ្នាហ្នឹងកំពុងតែច្បាំងហ្នឹងក៏មានស្ត្រីខ្មែរចូលមកលុបហ្នឹងបានធ្វើពិធីទេវរាជធាត់សង្គ្រាមហ្នឹងមិនឲ្យសម្លាប់គ្នាហ្នឹង
ក៏បានទៅសម្រាប់តែស្ដេចសឹកសង្គ្រាមទាំងសងខាងនឹងឲ្យស្លាប់ទៅហើយពេលហ្នឹងក៏មានសន្តិភាពមួយដោយសារស្ដេចសង្គ្រាមនឹងស្លាប់អស់ហើយអត់មានពីណាជាតបនឹងឲ្យទៀតអាហ្នឹងបានត្រឹមត្រូវចាំឲ្យខ្ញុំជាអាងនៅក្នុងឌីហ្នឹងក៏ខ្ញុំមាននិយាយដែរខ្ញុំថាបងប្អូនខ្មែរកុំឲ្យច្រឡំមហាបារតៈហើយនិងមហាភារៈយុទ្ធមិនមែនរឿងតែមួយទេរឿងពីរផ្សេងគ្នាបាទរឿងមហាបារតៈជារឿងរបស់ឌីមានន័យផ្សេងមិនមែនក្នុងរូបចម្លាក់របស់ខ្មែរទេបាទអញ្ចឹងយល់ទេបងយល់ទេអត់មានទេនៅក្នុងហ្នឹងអត់មានរូបណាមួយដែលបញ្ជាក់ថាព្រហ្មញ្ញសាសនាទេបាទមិនមែនមានតែ4ទេណាមាន3ទៅទៀតនៅខាងជើងនោះមួយនៅខាងត្បូងមួយហើយនៅខាងកើតមួយរូបនិយាយឲ្យចំទៅរូបចម្លាក់ធំជាព្រះហ្នឹងមានដល់ទៅ7ព្រះអង្គឯណោះបើយើងគិតជុំវិញបាទអញ្ចឹងសូមអរគុណណាបងស្វានរទីមើលមានសំណួរទៀតបាទសូមអញ្ជើញបាទអរគុណលោកជាកាំងប្រិយមិត្តអ្នកស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍ជាទីមេត្រីនាទីស្វែងយល់ពីភាសាបាលីខ្មែរឃើញថាមកដល់ទីចុងបញ្ចប់ហើយយើងខ្ញុំក៏សូមថ្លែងអំណរគុណដល់ការតាមដានស្ដាប់របស់ប្រិយមិត្តហើយក៏សូមអរគុណវាគ្មិនម្ដងទៀតដែលបានចំណាយពេលវេលាធ្វើការបកស្រាយរៀងរាល់សប្ដាហ៍បាទសូមអរគុណសូមជម្រាបលាលោកចៅកាំងបាទសូមអរគុណហើយខ្ញុំក៏សូមជូនពរទៅដល់ខ្មែរទាំងអស់ទាំងប្រទេសរនុធិរៈគ្រប់ព្រះអង្គដែលព្រះអង្គជាកលបុត្រនៅក្នុងពុទ្ធសាសនាព្រោះព្រះសាមណគោតមនិងព្រះកៅនីកុមនោនឹងជាសិស្សនឹងគ្រូគ្នាសូមព្រះអង្គគ្រប់ព្រះអង្គនាំគ្នាពិចារណាព្រះធម៌នឹងបានទីជម្រៅជាពិសេសនឹងពាក្យអទាំងអស់តែបានដាក់ទៅក្នុងតួភាសាបាលីហ្នឹងតើត្រឹមត្រូវឬមិនត្រឹមត្រូវអីគួរសូត្រឬមិនគួរសូត្រយើងទាំងអស់គ្នាកាលណាយើងសូត្រខុសគឺឲ្យកើតក្តៅកើតគ្មានទឹកភ្លៀងធ្លាក់កើតចលាចលដល់ស្រុកទេដើម្បីខ្វះនៅសន្តិភាពហ្នឹងយើងនឹងមានគ្រោះថ្នាក់ទាំងអស់គ្នាអញ្ចឹងក្នុងនាមខ្ញុំបាទធ្លាប់រៀនសូត្រខាងសាលាបាលីជាន់ខ្ពស់ហ្នឹងហើយធ្លាប់បានធ្វើគ្រូបង្រៀនដែរកន្លងមកនោះធ្វើគ្រូយ៉ាងហើយសូមព្រះអង្គគ្រប់ព្រះអង្គបើមានការលើលួរតាមេត្តាខន្តីអភ័យទោសហើយជួយសម្រាយតម្រង់គ្នាទៅព្រោះយើងតតអ្នកស្រឡាញ់អក្សរសាស្ត្រខ្មែរទេមិនមែនជាអ្នកនយោបាយនយោបោកប្រាស់គេណាក៏អត់ដែរហើយនេះមានន័យថាសភាជ្រះថ្លាដោយចិត្តផ្ទាល់មិនមានបានបកកាយទេមិនមានបានបច្ច័យអីដែលសារការបកស្រាយភាសាបាលីនឹងទេគឺចំណាស់អាយុ56ឆ្នាំហើយខ្ញុំចង់ប្រទានព្រះធម៌ទាំងអស់ដែលខ្ញុំបានរៀនសូត្រចេះដឹងពីសម្ដេចព្រះគ្រូព្រះមនីសីរុបមូលនឹងទៅដល់អ្នកទាំងអស់គ្នាបើកន្លែងណាខុសអ្នកបោះបង់ចោលទៅហើយកន្លែងណាត្រូវសូមអ្នករើយកដើម្បីរៀនសូត្រតទៅមុខទៀតដើម្បីខ្មែរយើងនឹងមានប្រពៃណីវប្បធម៌សាសនាមួយដែលធ្វើឲ្យប្រទេសជាតិយើងនឹងបានសុខសាន្តត្រានទាំងអស់គ្នាបាទសូមជម្រាប